គឺសត្វថ្លាននៅប្រទេសកម្ពុជាយើងអត់មានពិសទេមិនថាប្រទេសកម្ពុជាឡើយគឺនៅអាស៊ីរបស់យើងគឺសត្វថ្លានអត់មានពិសទេអញ្ចឹងសម្រាប់អ្នកស្រាវជ្រាវគឺគាត់បានស្រាវជ្រាវច្បាស់លាស់គាត់មានឯកសារច្បាស់លាស់ហើយការសិក្សារបស់គាត់គឺច្រើនឆ្នាំណាស់មកហើយគាត់មិនមែនត្រឹមតែសិក្សាទេអញ្ចឹងគឺគេមានឯកសារហើយក៏គេបានធ្វើ DNA ហើយក៏គេបានបញ្ជាក់ច្បាស់ថាសត្វថ្លានគឺអត់មានពិសទេនៅអាស៊ីរបស់យើងដូចតែខ្ញុំបានបញ្ជាក់ពីមុនគឺសត្វថ្លានមិនថាញីថាឈ្មោលក្បាលក្រហមក្បាលអីទេគឺវាអត់មានពិសទេសម្រាប់សត្វថ្លានខាំដូចបងប្អូនតាមដានវីដេអូរបស់ខ្ញុំផ្ទាល់គឺដឹងហើយអត់មានអាការៈអីទេទីមួយសត្វថ្លានគឺវាអត់មានចង្កូមថ្មិញវាគឺល្អិតទូចខ្លាំងមែនតើហើយការខាំពីសត្វថ្លាននេះគឺទៀតសោគឺវាអត់មានកម្លាំងក្នុងការខាំទេថ្លានខាំគឺអត់មានកម្លាំងតែម្ដងគឺអត់មានកម្លាំងទេអាស្រ័យទៅលើតែសាច់យើងឧទាហរណ៍ដូចគោលដៃអីវាយ៉ាងសាច់ទន់អាចខាំទៅឃើញស្នាមវាចិញ្ចៀមតិចអត់ច្រើនទេដោយសារវាអត់មានកម្លាំងខាំតែម្ដងហើយវាអត់មានអាការៈអីឈឺចុកចាប់វិលមុខឬក៏បង្កអីទេគឺអត់មានតែម្ដងគឺសត្វថ្លានខាំគឺធម្មតាទេសត្វថ្លានជាសត្វមួយដែលមានរូបរាងសឡូនហើយ scale របស់វាស្រការបស់វាគឺរលោងខ្លាំងហើយសត្វថ្លានមានច្រើនពណ៌ដែរពាក់ព័ន្ធនឹងសត្វថ្លានគឺមិនសូវជាច្រើនណាគេហៅថា pattern ផ្ទៃកាឡារបស់វានៅលើដងខ្លួនថ្លានខ្លះដែលយើងហៅថាtree skin ជាប្រភេទថ្លានទូចហើយវាមានឆ្នោតនៅលើខ្លួនវាដូចជា3ឆ្នោតទៅ4ឆ្នោតទៅតាមជារៀងខ្លួនឬក៏ពីលើក្បាលរហូតដល់កន្ទុយវាតែម្ដងឆ្នោតមានឆ្នោតរៀងក្រហមឆ្នោតពណ៌លឿងអីចឹងទៅតាមបទពិសោធន៍ខ្ញុំដែលរកបានហើយបងប្អូនគួរតែស្គាល់ថ្លានមួយយ៉ាងទៀតដែលបងប្អូនតែងតែច្រឡំថាឃើញថ្លានមួយហ្នឹងរៀងវែងខ្លាំងហើយជើងវាគឺទូចមែនតើសឹងតែមើលអត់ឃើញហើយមើលទៅគឺស្តៀងនឹងសត្វពស់អញ្ចឹងប្រភេទថ្លានហ្នឹងគឺវាស្ថិតនៅក្នុងអំបូរមួយដែលយើងហៅថា Lygosoma បងប្អូនក៏គាត់យល់ច្រឡំថាថ្លានដែលមានដងខ្លួនវែងខ្លាំងហ្នឹងគឺជាថ្លានដែលមានពិសសាហាវថ្មីគាត់ហៅថាសាហាវឬក៏ខ្លាំងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺថ្លានមិនថាវែងមិនថាពណ៌ខៀវមានឆ្នោតមានអីគឺអត់មានពិសទេហ្នឹងគឺខ្ញុំនិយាយយោងទៅតាមឯកសារដែលយើងមានឯកសារច្បាស់លាស់ក្នុងការសិក្សាស្រាវជ្រាវហើយយើងទទួលព័ត៌មានច្រើនពីខាងអ្នកស្រាវជ្រាវអន្តរជាតិមិនមែនតែក្នុងស្រុកទេគឺក្រៅស្រុកតែនៅខ្មែររបស់យើងសត្វថ្លានគឺមានមិនច្រើនទេពាក់ព័ន្ធនឹងអំបូររបស់វាគឺមាន3អំបូរហើយ